ខ្ញុំប្រកាសណាខ្ញុំសូមនមស្ការថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លានមស្ការថ្វាយបង្គំពីខ្ញុំប្រកាសណាខ្ញុំប្រកាសណាខ្ញុំសូមនមស្ការថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ព្រះថេរានុថេរៈគ្រប់ព្រះអង្គទូទាំងប្រទេសក៏សូមចម្រើនពរដល់អស់លោកមហាពុទ្ធបរិស័ទទាំងឡាយជាទីរាប់អាននៅក្នុងថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំអាត្មាភាពសូមអរតនាព្រះធម៌មកប្រកាសសម្ដែងរួមទៀតណាគណៈប្រកាសសម្ដែងរួមអំពីសេចក្តីក្នុងកម្មដ្ឋានទៀតហើយការសម្ដែងរួមនេះបានដល់ធម៌សបាយនិងអសបាយទៀតហើយតកតងនឹងធម៌សបាយនិងអសបាយនេះបានចូលមកដល់ទី3ហើយគឺណាទី1គឺអវាសឬក៏ទីលំនៅសបាយនិងមិនសបាយទី2គឺគូចរក្រៀមកន្លែងដែលត្រាច់ចរចេញពីវត្តទៅបនិបាតមានកន្លែងដែលសបាយនិងមិនសបាយទៀតហើយទី3នេះគឺពាក្យពេចន៍ប្រើគឺណាបើសិនជាប្រើសម្ដីនឹងឯងលេឡោះរាយប៉ាយរាយមាយគ្មានព្រំដែនចូលនៅក្នុងដេរិឆានកថាទាំង32ប្រការចាត់ជាអសបាយសម្ដីទាំងឡាយណាដែលមានព្រំដែនមានដែនកំណត់សម្ដីនឹងរាប់ថាជាសម្ដីសបាយទៀតហើយនៅក្នុងថ្ងៃនេះខ្ញុំកណានឹងពូលអំពីវាចាសបាយនេះកណាចែកជូនដល់លោកតាលោកយាយញាតិញោមពុទ្ធបរិស័ទសបាយនៅក្នុងទីនេះមិនមែនសបាយក្នុងកាមគុណទេមិនមែនសបាយចំពោះរូបសម្លេងក្លិនរសសម្ផស្សទេណាទៀតមិនមែនសបាយដោយសារការរស់នៅជួបជុំគ្នានោះទេសបាយនៅក្នុងទីនេះគឺសំដៅទៅលើការសបាយទៀតគណានៅក្នុងការបដិបត្តិនៅព្រះធម៌គណាទីកន្លែងដែលសមគួរគណាដែលគួរដល់នៅការប្រតិបត្តិនៃព្រះធម៌ឲ្យឆាប់បានឯកកតារបស់ចិត្តណាទៀតគណាសូម្បីតែសម្ដីហ្នឹងក៏ជាសម្ដីដែលនាំឲ្យកើតឯកកតារបស់ចិត្តឥឡូវយើងងាកមកអំពីកថាវត្ថុពាក្យដែលគួរពោល10យ៉ាងកថាវត្ថុហ្នឹងគឺជារឿងដែលគួរនិយាយគួរពោលគួរថ្លែងទេគណាពាក្យពេចន៍ដែលគួរនិយាយកថាវត្ថុហ្នឹងពាក្យពេចន៍ឬកថារឿងរ៉ាវដែលគួរនិយាយគួរពោលគួរថ្លែងទៅជាមួយនឹងក្រុមភិក្ខុផងគ្នាភិក្ខុនិងសាមណេរសាមណេរនិងភិក្ខុសាមណេរនិងសាមណេរព្រះយោគាវចរនិងព្រះយោគាវចរពួកសពរសជននិងពួកសពរសជនពួកសពរសជននិងជននានាទាំងឡាយទាំងសម្ដីនេះរាប់ថាជាវិចារនៃសពរសដែលគួរពោលសូម្បីតែអ្នកប្រតិបត្តិធម៌ទាំងកថាវត្ថុ10យ៉ាងគឺជាពាក្យដែលគួរពោលហើយទាំងទី1ឈ្មោះថាអបិច្ឆកថាអបិច្ឆកថាហ្នឹងគឺជាសម្ដីដែលនាំឲ្យកើតនៅសេចក្តីប្រាថ្នាតិចវាចាណាដែលនិយាយទៅនាំឲ្យកើតនៅសេចក្តីប្រាថ្នាតិចណាទៀតវាចាហ្នឹងគឺជាវិចាគួរពោលជាវិចាសបាយទៀតសបាយនៅក្នុងទីនេះគឺសបាយក្នុងការប្រព្រឹត្តធម៌ណាទៀតអ្នកប្រព្រឹត្តធម៌បើមានចិត្តនឹងលោភលន់ប្រាថ្នាអញ្ចេះប្រាថ្នាអញ្ចោះចង់ឃើញនេះចង់ឃើញនោះឬក៏ប្រាថ្នាជាប់ចម្ពាក់នៅរឿងណានៅក្នុងលោកហ្នឹងគឺមានន័យថាស្មារតីនឹងមិនអាចបង្អោនចិត្តទៅក្នុងភាវៈរលត់នឹងបានទេគឺណាមិនអាចបង្អោនចិត្តនឹងទៅបានទេដូច្នេះបុគ្គលគប្បីមានសេចក្តីប្រាថ្នាតិចហើយការនិយាយហ្នឹងគឺត្រូវនិយាយទៅឲ្យបុគ្គលនឹងមានសេចក្តីប្រាថ្នាតិច
គឺនិយាយទៅដកសេចក្តីប្រកាន់ណាដកសេចក្តីគួចប្រកាន់ដែលថាមានខ្លួនមានរបស់ខ្លួនណាគឺពេលដែលចូលទៅធ្វើសេចក្តីព្យាយាមនោះវាត្រូវបំភ្លេចកាយនិងជីវិតហើយស្មារតីនឹងត្រូវទូមានចិត្តនឹងតោងជាមួយនឹងអារម្មណ៍កម្មដ្ឋានតែម្យ៉ាងទៀតគឺកាន់យកអារម្មណ៍កម្មដ្ឋានតែមួយទេគឺណាអញ្ចឹងបានជាត្រូវការសម្ដីណាដែលនាំឲ្យប្រាថ្នាតិចហ្នឹងទី2សន្តតិកថាទៀតសន្តតិកថាហ្នឹងគឺជាសម្ដីដែលនាំឲ្យកើតនៅសេចក្តីសន្តោសដែលនាំឲ្យកើតនៅការអនុគ្រោះហ្នឹងទៀតគឺណាការអត់ឱនមិនត្រូវប្រើសម្ដីណាដែលនាំឲ្យមើលមុខគ្នាមិនត្រង់ទេគឺណាត្រូវប្រើសម្ដីនឹងឯងដោយសេចក្តីសន្តោសនិងវាចាដែលយើងត្រូវពោលណាទៀតគឺណាត្រូវប្រើសម្ដីនឹងឲ្យប្រកបទៅដោយសេចក្តីសន្តោសនិយាយទៅវាចាដែលនាំឲ្យប្រាថ្នាតិចវាចាដែលនាំឲ្យមានសេចក្តីសន្តោសនេះខ្ញុំកណាបានសម្ដែងរួចទៅហើយគឺណាទី3ឈ្មោះថាវិវេកថាសម្ដីដែលនិយាយទៅហើយវានាំឲ្យស្ងប់កាយនាំឲ្យស្ងប់ចិត្តវាចាដែលយើងពោលហ្នឹងទៀតណាវានាំឲ្យចិត្តនឹងស្ងប់នាំឲ្យកាយនឹងស្ងប់សម្ដីណាដែលនាំឲ្យកាយនឹងស្ងប់នាំឲ្យចិត្តនឹងស្ងប់ភាពច្បុកច្បល់ផ្លូវកាយនិងផ្លូវចិត្តសម្ដីហ្នឹងគួរពោលគួរនិយាយហើយក៏ណាខ្ញុំកណានឹងក៏បានសម្ដែងហើយដែរទៀតសម្ដីទី4គឺជាសម្ដីឈ្មោះថាអសង្សកកថាអសង្សកកថានេះប្រែមកថាសម្ដីដែលដឹកនាំមិនឲ្យសែបគប់នៅគណៈពួកជនដែលមិនគួរសែបគប់ព្រោះជាហេតុនាំឲ្យចិត្តនឹងកង្វល់សៅហ្មងដល់កុសលធម៌ដោយអំណាចនៃការសែបគប់នៅគណៈពួកជនដែលមិនគួរសែបគប់នឹងឯងក៏ប៉ុន្តែសេចក្តីនេះមិនមែនបុគ្គលឬក៏គ្រូបាអាចារ្យនឹងសិតតែនិយាយទៅបានដូចចិត្តទេនិយាយហាមឃាត់ថាការងារនេះអ្នកគួរធ្វើការងារនេះអ្នកមិនគួរធ្វើទេពាក្យនេះអ្នកគួរនិយាយពាក្យនេះអ្នកមិនគួរនិយាយទេគឺណារឿងនេះអ្នកគួរគិតរឿងនេះអ្នកមិនគួរគិតទេអ្នកមិនគួរដើរផ្លូវនេះទេអ្នកត្រូវដើរផ្លូវខាងនេះប៉ុន្តែមិនមែនថាបុគ្គលដែលគួរតែនិយាយជាមួយនឹងបុគ្គលសូម្បីតែម៉ែឪដែលត្រូវតែនិយាយជាមួយកូនគ្រូបាអាចារ្យត្រូវតែនិយាយជាមួយសិស្សមិនប្រកាសថាគេស្ដាប់ទេមិនប្រកាសថាគេស្ដាប់ទេនឹងសម្ដីដែលនិយាយទៅនេះទៀតតាមការពិតនឹងពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនេះព្រះអង្គខ្លាចខូចកុសលធម៌ដែលយើងបានសំហើយយើងបានកសាងហើយនឹងកុំឲ្យវាខូចនៅកុសលធម៌នោះប៉ុន្តែបុគ្គលខ្លះវាទៅជាយល់ខុសទៅវិញគឺណាថាមកពីយើងនោះវានៅមានការប្រកាន់គឺណាដូចជារឿងរៀនកម្មដ្ឋានរៀនអីហ្នឹងថាវានៅប្រកាន់គ្រូអញ្ចឹងណានៅប្រកាន់គ្រូកន្លែងហ្នឹងគ្រូបាអាចារ្យគួរចេះមើលដែរក៏ណាកូនសិស្សដែលមានមុខពីរយើងគួរមើលច្បាស់ចំពោះកូនសិស្សដែលមានមុខពីរគួរមើលច្បាស់បើអាចបញ្ឈប់បានក៏បញ្ឈប់ទៅក៏ណាបើអាចលះបង់បានក៏លះបង់ទៅបើនិយាយទៅវាមិនស្ដាប់គ្នាទេទូមានវាមិនបានទេអាចបញ្ឈប់បានក៏បញ្ឈប់ទៅប្រាប់ដោយត្រង់តែម្ដងដែលយើងឈប់ទទួលអ្នកជាសិស្សហើយនិយាយចឹងមិនដោយទៅព្រោះកាលដែលមនុស្សដែលមានមុខពីរនេះគ្រោះថ្នាក់បំផុតហើយលោកតាលោកយាយញាតិញោម
អាត្មាភាពសម្ដែងពីរឿងបុគ្គលដែលមានមុខពីរនេះប្រហែលជាកើតការប្រតិកម្មខ្លះដែរមិនថាมันមានទេប៉ុន្តែលោកតាលោកយាយសាក់គិតទៅមើលបងប្អូនសាក់គិតទៅមើលក្នុងនាមជាប្តីហើយមានប្រពន្ធមុខពីរណាស្រឡាញ់យើងជាប្តីហើយវាទៅមានសង្សារថ្មីទៅទៀតតើអ្នកដែលជាប្តីនឹងគិតថាម៉េចនៅតែអោបកសោបអញ្ចឹងឬក៏យ៉ាងណាយើងគិតមើលនៅតែអោបកសោបអញ្ចឹងឬក៏យ៉ាងណាចំពោះស្រីដែលមានមុខពីរនោះអត់ឲ្យយើងដឹងអត់ឲ្យយើងជាប្តីនឹងដឹងទេហើយតែមានអ្នកថ្មីទៀតកណាទាំងដែលមិនឲ្យយើងដឹងប៉ុន្តែលក្ខនៅតែមិនចិត្តយូរទៅនៅតែដឹងហើយបុគ្គលមានមុខពីរអញ្ចឹងក្នុងឋានៈយើងជាប្តីយើងគួរសែបគប់ទេសូម្បីតែប្រុសសហាយនឹងតើគួរសែបគប់ទេជាមួយស្រីប្រភេទយ៉ាងអញ្ចឹងយើងគួរសែបគប់ទេថ្ងៃនេះគេក្បត់ប្តីគេថ្ងៃណាមួយគេប្រកាសជាក្បត់យើងហើយស្រីបែបនេះថ្ងៃណាមួយនឹងហ៊ានដល់សម្លាប់មនុស្សទៀតផងកណាដើម្បីបិទបាំងនៅកំហុសរបស់ខ្លួនហ៊ានបិទបាំងនៅកំហុសរបស់ខ្លួនហ៊ានសម្លាប់មនុស្សហ៊ានធ្វើអ្វីៗទាំងអស់ចឹងបានតែព្រះលោកខ្លាចណាស់ចំពោះមនុស្សមុខពីរនេះខ្លាចណាស់សូម្បីតែប្តីនឹងវិញចឹងដែរមានប្រពន្ធហើយក្បត់ប្រពន្ធកណាសូម្បីតែប្រពន្ធនឹងចិត្តត្រង់ប៉ុណ្ណាមានសមត្ថភាពប៉ុណ្ណាក៏នៅតែក្បត់នៅតែចិត្តត្រង់ហើយទៅលេបខាយនៅរឿងខាងក្រៅរហូតដល់ជ្រុលជ្រុះហួសដំណើរសំណួរសួរថាបុគ្គលដែលគ្មានភាពច្បាស់លាស់ណាអត់មានភាពច្បាស់លាស់នៅក្នុងជីវិតនេះអត់មានភាពប្រកបប្រជានៅក្នុងជីវិតនេះហ៊ានក្បត់យើងដល់ប៉ុណ្ណោះហ៊ានក្បត់ដល់ប៉ុណ្ណោះសួរថាគេខ្លាចអីនឹងក្បត់អ្នកដតីថែមទៀតហើយគេខ្លាចស្អីក្នុងការសាងនៅបាបកម្មពីវិរិយទាំងឡាយមនុស្សយើងតែចិត្តមិនត្រង់ហើយស្អីក៏ហ៊ានធ្វើដែរគណាចឹងបានណាព្រះលោកសំដែងហើយថាបុគ្គលដែលគ្មានហិរិគ្មានអត្តបៈហើយអត់មានការសង្រួមទេហើយបើសិនជាការសង្រួមនឹងគ្មានហើយបុគ្គលនឹងគ្មានសិលទេគណាអត់មានសិលទេព្រោះអត់មានការសង្រួមហើយបុគ្គលដែលអត់សិលហើយនឹងទៅចម្រើនកម្មដ្ឋាននឹងមិនកើតសមាធិទេចិត្តនឹងមិនតម្កល់មាំក្នុងអារម្មណ៍តែមួយទេហើយបើអត់សមាធិហើយទៅចម្រើនវិបស្សនានឹងមិនងាយនឹងចិត្តនឹងគឺណាចុះស៊ុបក្នុងកុសលធម៌ទេទៀតនឹងលោកបញ្យលណាទៀតសេចក្តីនេះយើងវិលត្រឡប់មកវិញមកថាបុគ្គលដែលមិនខ្មាស់មិនអៀនហើយមិននឹងអាចសង្រួមនៅក្នុងកុសលធម៌បានមិនអាចសង្រួមនៅក្នុងកុសលធម៌បានទេចឹងមនុស្សដែលមានមុខពីរនេះអត់មានគួរទុកចិត្តទេហើយមិនដឹងជាបង្ហាត់បង្រៀនប្រាប់ផ្លូវកុសលធម៌នាំឲ្យដល់នៅព្រះនិព្វានឬក៏ថានាំឲ្យបានឈានបានសមាបត្តិអីហ្នឹងយ៉ាងម៉េចទេនឹងទៅបរៀនធម៌ជាន់ខ្ពស់យ៉ាងមិនកើតទេមនុស្សប្រភេទយ៉ាងអញ្ចឹងមិននឹងជាសบายចិត្តនឹងទៅបរៀនអាម៉េចដឹកនាំអាម៉េចពន្យល់អាម៉េចដើម្បីឲ្យម្នាក់នឹងคล้ายទៅជាកូនសិស្សល្អបានសម្រេចឈានសម្រេចសមាបត្តិរហូតបាននៅវិមោកវិមុតបានមគ្គបានផលអីនោះមិនដឹងថាគួរទៅបរៀនពន្យល់អាម៉េចទេគាត់ណាបើវាលេងលើមយ៉ាងអញ្ចឹងមិនដឹងជាគួរបរៀនបែបណាសម័យពុទ្ធកាលមានទេគឺណាសុនគិតព្រាហ្មណ៍នឹងជ្រះថ្លាឃើញព្រះសម្មាសម្ពុទ្ធ
ព្រះអង្គសម្ដែងរិទ្ធជ្រះថ្លាចង់ចូលខ្លួនមកបួសដើម្បីព្រះអង្គនឹងបានឃើញព្រះអង្គសម្ដែងរិទ្ធនៅជាមួយព្រះអង្គ3ឆ្នាំបួសហើយនៅជាមួយព្រះអង្គ3ឆ្នាំព្រះអង្គអត់សម្ដែងរិទ្ធកើតការក្តៅក្រហាយអត់មានសบายចិត្តទេទោះបីភិក្ខុទន្តិគ្រូឧបជាពយល់អ្មេចក៏នៅអត់ស្ដាប់អត់មានខំប្រឹងប្រព្រឹត្តនៅ5បច្ចរិយធម៌ទេដល់ពេលចុងក្រោយពូលទោសដេះដៀលនៃព្រះសម្មាសម្ពុទ្ធកណាបានព្រះសម្មាសម្ពុទ្ធថាអ្នកឯងមកក៏យើងមិនហៅអ្នកឯងទៅវិញក៏យើងមិនដេញគឺណាសុអ្នកកិតៈព្រាមថាបើសិនតែព្រះអង្គមិនសំដែងនៅអភិនិហាទេគាត់នឹងសឹកទៅវិញហើយចូលនៅក្នុងលទ្ធិព្រាមគាត់ថាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធថាណែឯងមកកុំបានហៅទៅវិញកុំបានដេញព្រោះចូលមកសុំព្រះពុទ្ធពធប្រសង្ឃជាទីពឹងហើយមកនិយាយអញ្ចឹងគណាហើយលទ្ធផលចុងក្រោយសឹកទៅវិញទៅចូលលទ្ធិព្រាមបួសនៅក្នុងលទ្ធិព្រាមទៅវិញបានមនុស្សយើងអញ្ចឹងវាពិបាកណាស់រកទុកចិត្តវាមិនឃើញនឹងចំពោះកូនសិស្សដែលមានមុខពីរយ៉ាងហ្នឹងណាទេហើយងាយពូលទោសគ្រូបាអាចារ្យបានថាមិនគួរពរៀនធម៌ជាន់ខ្ពស់ឲ្យណាឲ្យសម្រេចស្អីកើតទេបុគ្គលប្រភេទនេះចឹងសរុបមកពាក្យថាអសង្សកកថានេះសម្ដីដែលនិយាយណែនាំបុគ្គលមិនឲ្យសែបគប់នៅគណៈពួកជនដែលមិនគួរសែបគប់នោះដែលជាហេតុនាំឲ្យចិត្តកង្វល់សៅមងដល់កុសលធម៌នានាដែលបានហើយដោយអំណាចនៃការសែបគប់នៅគណៈពួកជននោះណាគណៈពួកជនដែលមិនគួរសែបគប់នឹងមិនប្រកាសថានិយាយជាមួយគេបានទេណាមិនប្រកាសទេប៉ុន្តែគ្រូបាអាចារ្យគប្បីមានសេចក្តីសន្តោសគឺណាមានការអនុគ្រោះប្រើវិចារល្អប្រើវិចារអាក្រក់លាល្អអស់ចិត្តទៅបើសិនមិនកើតទេនឹងក៏លះបង់ចោលទៅគឺណាមិនចាំបាច់ទៅពិបាកចិត្តអីជាមួយមនុស្សប្រភេទយ៉ាងអញ្ចឹងទេវាគ្មានបានទៅជាប្រយោជន៍អីទេហើយនឹងគ្រោះថ្នាក់ទៀតផងចំពោះបុគ្គលដែលមានមុខពីរនេះគ្រោះថ្នាក់ក៏ណាកន្លែងហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គប្រយ័ត្នដែរនោះណាទៀតមិនចេះតែសែបគប់ទេហ្នឹងរឿងការសែបគប់ហ្នឹងគឺអញ្ចឹងបានបងប្អូនប្រយ័ត្នប្រយែងទៅក្នុងតិចណាវាមិនខុសអីពីរឿងក្នុងលោកប៉ុន្មានទេរឿងការទទួលសិស្សទទួលអីហ្នឹងក៏មិនជារឿងស្រួលទេហើយការសែបគប់នៃសពរស់ហ្នឹងការដែលមានមិត្តល្អហ្នឹងក៏មិនមែនរឿងងាយដែរមិនចេះតែនិយាយទៅស្ដាប់គ្នាបានទេគឺណាថាកុំដើរចូលកុំសែបគប់កុំធ្វើអញ្ចឹងកុំនិយាយអញ្ចឹងវានាំឲ្យខូចនៅកុសលធម៌នាំឲ្យសៅមកនៅកុសលធម៌ដែលយើងបានសំពីមុនមកនោះកុំឲ្យខាតបងមិនប្រកាសថាគេស្ដាប់ទេណាចំណុចហ្នឹងប៉ុន្តែបើសិនជាអាចនិយាយទៅបានជាការប្រសើរណាស់ហើយទេណាជាការប្រសើរហើយកន្លែងហ្នឹងបើសម្រាប់ខ្ញុំគណៈអាត្មាភាពវិញសូមអបអរសាទរទុកថាយើងជាគ្រូហ្នឹងក៏មានសំណាងដែរទេមានសំណាងថាម៉េចមានសំណាងយើងបានកូនសិស្សល្អបានកូនសិស្សល្អនឹងសំណាងរបស់យើងមួយដែរមិនដឹងថាយើងធ្វើបុណ្យមកវាប្រមាណជាតិបានយើងស្គាល់កូនសិស្សល្អយ៉ាងហ្នឹងបុណ្យយើងមួយដែរណាហើយកូនសិស្សទាំងឡាយដែលបានគ្រូបាអាចារ្យល្អណែនាំមិនលាក់វិជ្ជាពន្យល់បង្ហាត់បង្រៀនសំបីធម៌ជាន់ខ្ពស់មានឈានមានសមាបត្តិជាដើមដែលបង្រៀនដល់កម្រិតនោះអ្នកក៏រាប់ថាជាបុគ្គលមានសំណាងមួយដែរមិនមែនគ្រាន់តែពន្យល់ហើយចោលទេ
នៅជួយដឹកនាំពំយូររហូតឲ្យយើងស្គាល់ឈានស្គាល់សមាបត្តិស្គាល់វិមោកស្គាល់វិមុតនោះរាប់ថាយើងជាកូនសិស្សនឹងមានសំណាងណាបានគ្រូបាអាចារ្យយ៉ាងដូច្នោះប្រាប់ផ្លូវសួរផ្លូវនិព្វានយ៉ាងច្បាស់លាស់ធ្វើឲ្យយើងនឹងឯងទៅដល់នៅក្នុងទីនោះស្គាល់ច្បាស់អ្វីហៅថាឈានអ្វីហៅថាសមាបត្តិអ្វីហៅថាវិមោកអ្វីហៅថាវិមុតនោះណានេះគឺជាភ័ព្វជាសំណាងដែលយើងបានសាងសេចក្តីល្អមកច្រើនជាតិណាស់ហើយបានយើងស្គាល់អញ្ចឹងគណាអញ្ចឹងកន្លែងនេះខ្ញុំគណៈគ្រាន់តែបកមកវិញមកថាពាក្យថាអសង្សកកថាហ្នឹងគឺសម្ដីនិយាយណែនាំមិនឲ្យសែបគប់នៅគណៈពួកជនដែលមិនគួរសែបគប់ព្រោះជាហេតុធ្វើឲ្យចិត្តនឹងកង្វល់សៅមងដល់កុសលធម៌របស់យើងដោយអំណាចនៃការសែបគប់នៅគណៈពួកជនដែលមិនគួរសែបគប់នោះគណានឹងត្រូវមានពាក្យសម្ដីហាម5ប៉ុន្តែគ្រាន់តែបញ្ជាក់ថាមិនងាយសមតាមបំណងទេគណាព្រោះរឿងក្នុងโลกនេះអត់មានរឿងណាវាត្រូវតែសម្រេចដោយយើងប្រាថ្នាទាំងអស់ទេគណាទល់ព្យាយាមហើយព្យាយាមទៀតណាគណាវាចាទី5ទៀតនៅក្នុងកថាវត្ថុដែលគួរពោលគួរនិយាយគួរថ្លែងទៅរកគ្នានឹងគ្នានេះវាចាទី5ឈ្មោះថាវិរិយារម្ភកថាវិរិយារម្ភកថានេះវិរិយារម្ភកថានេះបើប្រែមកថាសម្ដីដែលនាំឲ្យមានសេចក្តីព្យាយាមមាំទាំគណាមានន័យថាវាចាដែលនិយាយទៅនឹងនិយាយនាំឲ្យកើតសេចក្តីព្យាយាមលោកអត់សរសើរអំពីសេចក្តីខ្ជិលទេសេចក្តីខ្ជិលថាអ្នកឯងប្រឹងបដិបត្តិអីខ្លាំងម្ល៉េះអង្គុយអីយូរម៉ោងម៉េះចម្រើនត្រឹមតែ10នាទីកន្លះម៉ោង1ម៉ោងយកបុណ្យមិនអស់អានឹងគេហៅថាសម្ដីនាំឲ្យមនុស្សខ្ជិលគណាសម្ដីនោះណាសម្ដីនាំឲ្យមនុស្សខ្ជិលមិនមែនជាកថាវត្ថុពាក្យតែគួរពោលទេសម្ដីនឹងជាសម្ដីដែលនាំឲ្យកើតនៅការអសប្បាយទៀតมันអាចសោយសុខក្នុងប្រធមបានទេมันយូរទេបុគ្គលយើងដែលទម្លាប់ព្យាយាមធូររលុងពេកព្យាយាមតិចពេកថ្ងៃណាមួយនឹងទម្លាក់សេចក្តីព្យាយាមនឹងចោលកណាខូចគុណធម៌ទាំងអស់អត់បានផលនៃសម្ដីនឹងប៉ុន្តែព្រះលោកថាឲ្យប្រើនៅវិរិយរម្ភៈគឺសម្ដីដែលនាំឲ្យកើតនៅសេចក្តីព្យាយាមមាំទាំកុំបន្ធូរកុំបន្ថយគឺណាត្រូវមានសេចក្តីព្យាយាមកុំបន្ធូរកុំបន្ថយទៀតប៉ុន្តែសេចក្តីព្យាយាមត្រូវប្រកបទៅដោយឆន្ទៈនិងប្រកបទៅដោយបញ្ញាណាទៀតណាសេចក្តីព្យាយាមកាលណាប្រសច្ចៈនៅបញ្ញាប្រសច្ចៈនៅឆន្ទៈហើយមិនដល់គោលដៅដែលស្រួលទេណាមិនចេះតែព្យាយាមមិនចេះតែធ្វើការទាំងងឹតទាំងងល់ទេសេចក្តីព្យាយាមនឹងត្រូវទៅប្រកបទៅដោយបញ្ញាផងទៅដោយឆន្ទៈផងទៀតបុគ្គលកាលណាដែលវានៅសេចក្តីព្យាយាមហើយវានៅការអត់ធន់ព្យាយាមធ្វើកិច្ចការដែលគួរតែធ្វើហើយបែរទៅជាសម្រេចនៅគុណវិសេសដែលជាលោកីគុណវិសេសដែលជាលោកតរៈណាទៀតมันអាចទៅរួចទេកណាព្រោះវាមិនមែនជាហេតុមនុស្សខ្ជិលហើយបែរទៅជាសម្រេចគុណវិសេសហ្នឹងបានសម្រេចនេះសម្រេចនោះវាអត់មានហេតុណាអត់មានហេតុនាំឲ្យសម្រេចទេប៉ុន្តែមនុស្សខ្ជិលតែនិយាយអញ្ចឹងដូចនិយាយថាអង្គុយធាត់តែកន្លះម៉ោងយកបុណ្យមិនអស់អង្គុយធាត់តែ1ម៉ោងយកបុណ្យមិនអស់តែអង្គុយអីច្រើនម៉ោងម៉េះកណាថាបើសិនជាសេចក្តីព្យាយាមដែលហៅថាវិរិយបារមីហើយមានអធិដ្ឋានបារមីហើយមានខន្តីបារមី
ហើយមានវិរិយៈបារមីហើយមានបញ្ញាបារមីវាកាន់តែប្រសើរណាស់ហើយបាទណាហើយយើងបោះបង់បារមីចោលយ៉ាងម៉េចបារមីនេះមិនមែនខ្មោចមិនមែនបិសាចមិនមែនខ្មោចមិនមែនបិសាចទេបារមីនេះប្រែមកថាការសន្សំការកសាងគឺការប្រឹងប្រែងខ្នះខ្នែងកសាងសន្សំសេចក្តីល្អពូជដែលនាំឲ្យដល់ត្រើយគឺព្រះនិព្វានណាហើយបុគ្គលដកសេចក្តីព្យាយាមដកការអត់ធន់ដកបញ្ញាចេញទៅសម្រេចស្អីរឿងក្នុងលោកនេះព្រះណាព្រះបច្ចេកពុទ្ធណាដែលទៅសើអំពីសេចក្តីខ្ជិលនោះគឺណាអញ្ចឹងបានតំណឹងមួយអ្នកទាំងឡាយចូលដឹងខ្លួនផងអ្នកយកទៅគិតបន្តិចក៏បានគឺណាយកទៅគិតបន្តិចក៏បានថាសម្ដីដោយខ្ញុំកណាតែងទទួលមានព្រានបដៅពយលអញ្ចឹងហ្នឹងសួរថាសម្ដីហ្នឹងវាសម្ដីកោងកាចវាជាសម្ដីមនុស្សពៀលជាសម្ដីដែលនាំឲ្យមនុស្សបរាជ័យក្នុងជីវិតឬក៏យ៉ាងណាយើងសាក់យកទៅពិចារណាបន្តិចមើលជាបុគ្គលដែលគួរយកគំរូតាមឬមិនគួរយកគំរូតាមទេតែពយលណែនាំមកទាំងអស់ហ្នឹងយើងសាក់ពិចារណាមើលហើយសាក់ចូលមកដល់មើលតើដំណើរនៃការបប្រតិបត្តិហ្នឹងដែលជាក់ស្ដែងហ្នឹងវាដូចម្ដេចទៅវិញអាហ្នឹងយើងអាចដឹងបានអញ្ចឹងគឺណាមិនមែនមនុស្សខ្ជិលឲ្យទៅសម្រេចគុណវិសេសណាទេលោកតាលោកយាយមិនអាចទេគឺណាចឹងសម្ដីសម្ដៅដែលយើងនិយាយចូលប្រើសម្ដីណាដែលនាំឲ្យមានសេចក្តីព្យាយាមមាំទាំកុំនិយាយនាំឲ្យមនុស្សខ្ជិលទេគឺណានឹងមិនមែនជាសម្ដីសបាយទេសម្ដីដែលនាំឲ្យមនុស្សខ្ជិលព្រះលោកថាសម្ដីអសបាយទេសម្ដីណាដែលនិយាយទៅនាំឲ្យបុគ្គលមានសេចក្តីព្យាយាមមាំទាំសម្ដីហ្នឹងគឺជាសម្ដីសបាយសបាយនៅក្នុងទីនេះសបាយសម្រាប់អ្នកប្រព្រឹត្តនៅព្រហ្មចរិយធម៌សេចក្តីព្យាយាមនឹងមានមិនយូរទេគង់នៅសម្រាប់ឲ្យទៅនឹងប្រកបទៅដោយបញ្ញាគង់ឲ្យសម្រាប់ទេគង់តែស្គាល់នៅធម៌ស្ងប់ស្ងាត់ដល់ក្រៃលែងទេគឺណាឲ្យតែមានសេចក្តីព្យាយាមទេមិនយូរឡើយទេណាលើកលែងតែមនុស្សខ្ជិលចេញគឺណាវារៀងស្ដាប់ទៅកន្លែងហ្នឹងយើងថាសេចក្តីព្យាយាមការអត់ធន់ប្រកបដោយបញ្ញារាប់ថាជាការសប្បាយសម្រាប់មនុស្សខ្ជិលគាត់អត់សប្បាយទេគឺណាគាត់អត់សប្បាយជាមួយទេគាត់ថាធុញធ្វើបាបខ្លួនអត់ចង់ដើរទេគាត់អត់ចង់ដើរផ្លូវនឹងទេអង្គុយទៅកន្លះម៉ោងក្រោកទៅណាក្រោកទៅណាដើរទៅ40នាទីឈប់ទៅគ្មានរបៀបរៀបរយគ្មានអីទេធ្វើតាមចង់ធ្វើតាមនឹកឃើញអីចឹងទៅអាហ្នឹងបានគេហៅថាធូរស្រួលកណាអញ្ចឹងបានគេចង់ទៅកន្លែងអញ្ចឹងបានស្រួលចង់ងើបក៏បានចង់អង្គុយក៏បានអង្គុយបានយកប៉ុណ្ណឹងសម្រាប់ទៅមិនសម្រាប់ក៏ហីទៅតាមដំណើរអានឹងគេហៅទៅសម្ដីដែលគ្មានព្រំដែនណាទេរីប៉ាយនិយាយផ្ដេសផ្ដាស់ណាចឹងមិនមែនជាសបាយទេទល់តែសម្ដីនឹងប្រកបទៅដោយសេចក្តីព្យាយាមទើបសបាយសម្រាប់អ្នកប្រព្រឹត្តធម៌ណាទេណាទី6សីលកថាសីលកថាហ្នឹងគឺជាសម្ដីដែលដឹកនាំឲ្យចិត្តហ្នឹងមានចេតនាតាំងនៅក្នុងសិលទាំងឡាយណាសម្ដីនិយាយទៅសម្ដីនឹងនិយាយទៅឲ្យបុគ្គលនឹងមានចេតនាតាំងនៅក្នុងសិលព្រោះសិលហ្នឹងដែលអាចកើតមានហ្នឹងវាអាស្រ័យចេតនាការតាំងចិត្តរក្សានៅសិក្ខាបទហ្នឹងកាលណាវាគ្មានចេតនាក្នុងការរក្សានៅសិក្ខាបទហ្នឹងទេវាគ្មានសិលទេណាចឹងសម្ដីសម្ដៅដែលយើងនិយាយហ្នឹងត្រូវនិយាយឲ្យបុគ្គលនឹងមានចេតនាក្នុងការរក្សាសិល
កុំធូរលងទេបណ្ដពេលយើងនិយាយពីរឿងថាត្រូវតែមានចេតនាត្រូវតែតាំងចិត្តរសាសិលអញ្ចឹងបងប្អូនខ្លះក៏ថាតាំងពេកក៏ណាពាក្យតែតាំងពេកនោះមិនមែនតាំងដែលត្រឹមត្រូវតាមកន្លងធម៌ទេណាគាត់ថាតាំងចំពោះគាត់ក៏ណាព្រោះគាត់មិនចង់អញ្ចឹងទេដាច់សិលក៏បានមានសិលក៏បានក៏មិនខ្វល់ទេជាមួយសិលជាមួយអីនោះមានក៏មានមានក៏ហីណាហ្នឹងវាសម្ដីបុគ្គលដែលអសបាយគឺអញ្ចឹងណាប៉ុន្តែអ្នកដែលសបាយក្នុងកុសលធម៌ក្នុងការប្រតិបត្តិហ្នឹងគឺជាសម្ដីដែលដឹកនាំឲ្យបុគ្គលដទៃនឹងឯងមានចេតនាក្នុងការរក្សានៅសិក្ខាបទរក្សាសិលគណាទី7សមាធិកថាសមាធិកថានេះប្រែមកថាសម្ដីដែលដឹកនាំធ្វើឲ្យចិត្តនឹងតាំងមាំក្នុងអារម្មណ៍កម្មដ្ឋានតែមួយត្រង់ទីកំណត់ឲ្យចិត្តនឹងតាំងមាំក្នុងអារម្មណ៍កម្មដ្ឋានតែមួយត្រង់ទីកំណត់គណាគឺសម្ដីដែលយើងនិយាយត្រូវនិយាយបញ្យល់ថានៅក្នុងភ្នែកនឹងអ្នកត្រូវធ្វើទុកក្នុងចិត្តនៅអារម្មណ៍ប្រភេទយ៉ាងចេះមានលក្ខណៈភិនភាគយ៉ាងនេះអារម្មណ៍ដែលអ្នកត្រូវកំណត់នៅក្នុងភ្នែកនេះហើយទីកំណត់គឺនៅក្នុងទីនេះសម្ដីហ្នឹងគឺនាំឲ្យចិត្តហ្នឹងតាំងមាំនៅក្នុងកុសលធម៌នោះហើយគណាហើយបើនិយាយថាអ្នកបង្អោនចិត្តទៅបើឃើញអារម្មណ៍ណាយកអារម្មណ៍នឹងត្មងទៅចិត្តគិតទៅណាយកនឹងជាអារម្មណ៍តែម្ដងទៅឃើញស្អីកាន់យកនឹងជាអារម្មណ៍ទៅអានឹងគេហៅសម្ដីរាយប៉ាយសម្ដីនេះសម្ដីរាយប៉ាយសម្ដីរាយមាយណាយោងទៅតាមចិត្តរាយមាយឃើញស្អីកាន់យកនឹងទៅឃើញស្អីកាន់យកនឹងទៅសម្ដីបែបហ្នឹងគឺមិននាំឲ្យកើតសមាធិទេគឺណាមិននាំឲ្យចិត្តនឹងតម្កល់មាំក្នុងអារម្មណ៍តែមួយលែងកម្រើកទេគឺណាអញ្ចឹងសម្ដីសម្ដាដែលយើងនិយាយទៅគឺដឹកនាំគេឲ្យចិត្តនឹងតាំងនៅក្នុងអារម្មណ៍កម្មដ្ឋានតែមួយត្រង់ទីកំណត់នោះកុំឲ្យបុគ្គលនឹងមានចិត្តនឹងរីមាយកុំឲ្យបុគ្គលនឹងមានចិត្តនឹងរីប៉ាយដូចសម្ដីដែលយើងនិយាយនោះគាត់ណានឹងឈ្មោះថាសមាធិកថាពាក្យដែលគួរពោលអំពីសមាធិគឺនិយាយទៅឲ្យចិត្តនឹងតាំងមាំក្នុងអារម្មណ៍កម្មដ្ឋានតែមួយត្រង់ទីកំណត់នោះទៀតសម្ដីនឹងសម្ដីសបាយទៀតគាត់ណាសម្ដីនឹងគួរពោលហើយគឺណាសម្ដីទី8ឈ្មោះថាបញ្ញាកថាបញ្ញាកថាហ្នឹងគឺជាសម្ដីដែលដឹកនាំធ្វើឲ្យចិត្តហ្នឹងតាំងមាំក្នុងបញ្ញាពាក្យថាជាសម្ដីដែលធ្វើឲ្យចិត្តតាំងមាំក្នុងបញ្ញាហ្នឹងគឺឲ្យបុគ្គលហ្នឹងវាមានចំណេះដឹងសម្ដីដែលយើងនិយាយទៅហ្នឹងធ្វើឲ្យបុគ្គលហ្នឹងមានចំណេះដឹងភ្ញាក់ណាមានន័យថាទទួលបានចំណេះដឹងដូចជាពីដើមឡើយងងឹតឈឹងពីដើមឡើយហ្នឹងគឺងងឹតឈឹងស្ដាប់សម្ដីនឹងហើយភ្លឺចេះគណានឹងសម្ដីដែលដឹកនាំឲ្យចិត្តនឹងតាំងនៅក្នុងបញ្ញាស្ដាប់សម្ដីហើយភ្លឺចេះហ្មងឆ្លាតណាសម្ដីដែលដឹកនាំឲ្យគេយល់ពីហេតុផលនិងកម្មផលច្បាស់និងសម្ដីទី8ដែលនិយាយទៅនឹងឲ្យបានទៅជាប្រយោជន៍ដល់អ្នកដទៃដូច្នោះគណាមានខ្លឹមសារណាស់ខ្ញុំភ្លឺស្វាងណាស់ស្ដាប់សម្ដីរបស់អ្នកឲ្យខ្ញុំភ្លឺស្វាងណាស់ប្រៀបបានដូចជាចានដែលគេផ្កាប់ហើយបានលើកផ្ងាត្រឡប់មកវិញគឺណាទីអងឹតលោកបានត្រួលបំភ្លឺនៅភ្លើងនៅក្នុងទីអងឹតភ្លឺណាស់ពីដើមឡើយធ្លាប់តែងងឹតឥឡូវនេះខ្ញុំភ្លឺហើយខ្ញុំច្បាស់លាស់នៅក្នុងចិត្តហើយចឹងសម្ដីសម្ដៅដែលយើងនិយាយទៅគឺនិយាយឲ្យគេនឹងតាំងនៅក្នុងបញ្ញាប៉ុន្តែរឿងទូមានមនុស្សត្រូវមើលនិស្ស័យមនុស្សផងណា
មនុស្សណាដែលគួរទូមានបាននិងមនុស្សណាដែលមិនគួរទូមានបានព្រោះមិនមែនសិតតែបានទាំងអស់ទេរឿងមនុស្សចឹងទល់ត្រួតត្រាពិនិត្យមើលស្រួលបួលដែរមុននឹងទូមានគេណាតែតោងប្រយ័ត្នខ្លួនឯងបន្តិចគឺណាបើអាចទូមានបានត្រូវប្រឹងឲ្យអស់ពីលទ្ធភាពរបស់ខ្លួនបើបុគ្គលនឹងគួរដល់នឹងការទូមានត្រូវប្រឹងទៀតអ្នកខាងនោះក៏ប្រឹងស្ដាប់យើងឯនេះក៏ខំប្រឹងបញ្យលឲ្យភ្លឺស្វាងនៅអ្វីដែលយើងបានពិសោធន៍នៅក្នុងជីវិតហើយទៀតទី9ឈ្មោះថាវិមុតតិកថាវិមុតតិកថានេះប្រែមកថាសម្ដីដែលដឹកនាំឲ្យចិត្តនឹងរួចផុតពីកិលេសទាំងពួងណាធ្វើឲ្យចិត្តនឹងរួចផុតអំពីកិលេសទាំងពួងអំពីសេចក្តីទុក្ខទាំងពួងដូចជាសម្ដីបញ្យលអំពីរបៀបចូលទៅកាន់វិមោកអីចឹងណាថាមុននឹងអ្នកចូលទៅកាន់វិមោកអ្នកត្រូវចម្រើនវិបស្សនាញាណយ៉ាងនេះពីទី1រហូតដល់ទី8យ៉ាងនេះហើយទីបញ្ចប់ទៅអ្នកត្រូវបង្អោនចិត្តនឹងចូលយ៉ាងនេះជាដើមទៀតនឹងជាសម្ដីដែលនាំឲ្យចិត្តនឹងរួចផុតពីកិលេសទាំងពួងអំពីសេចក្តីទុក្ខទាំងពួងណាទៀតទី10ឈ្មោះថាវិមុតតិញាណទេសនកថាវិមុតតិញាណទេសនកថាហ្នឹងគឺជាសម្ដីដែលដឹកនាំឲ្យគេនឹងឃើញច្បាស់ឲ្យគេនឹងដឹងច្បាស់នៅផ្លូវនៃការរួចផុតពីកិលេសទាំងពួងនិងសេចក្តីទុក្ខទាំងពួងមានន័យថាសម្ដីដែលយើងត្រូវនិយាយទៅរកគេនោះបុគ្គលណាដែលគួរនិយាយបានណាសម្ដីដែលយើងហាមាត់និយាយទៅនឹងត្រូវនិយាយឲ្យគេឃើញច្បាស់ឲ្យគេដឹងច្បាស់ថានេះគឺជាផ្លូវនៃការរួចផុតពីកិលេសទាំងពួងនេះគឺជាផ្លូវនៃការធ្វើសេចក្តីទុក្ខទាំងពួងឲ្យរលត់ទៅធ្វើនៅសេចក្តីទុក្ខទាំងពួងឲ្យរលត់ទៅណានឹងសម្ដីសម្ដៅដែលយើងនិយាយឲ្យគេឃើញផ្លូវអញ្ចឹងណាឲ្យគេឃើញផ្លូវថាណែអ្នកត្រូវអង្គុយយ៉ាងនេះអ្នកត្រូវបង្អោនចិត្តយ៉ាងនេះអ្នកទម្លាក់ចិត្តយ៉ាងនេះធ្វើទុកក្នុងចិត្តយ៉ាងនេះពេលដែលគុណធម៌នេះកើតឡើងអ្នកត្រូវធ្វើទុកក្នុងចិត្តយ៉ាងនេះពេលដែលសភាវៈគ្រូគ្រៀតតាមផ្លូវកាយសភាវៈគ្រូគ្រៀតតាមផ្លូវចិត្តស្ងប់ហើយអ្នកត្រូវបន្ទន់ចិត្តតោងឲ្យជាប់នៅភាវៈរលត់នោះហើយសម្លឹងមើលភាវៈរលត់នឹងដល់រិសាចិត្តឲ្យនៅស្មើកណ្ដាលយ៉ាងនេះត្រង់នឹងគឺជាចំណុចដ៏សំខាន់សម្រាប់គ្រូបាអាចារ្យទាំងឡាយដែលត្រូវបញ្យល់ដើម្បីគេស្គាល់ផ្លូវនៃការប្រតិបត្តិនិងការបង្អោនចិត្តទៅទៀតសម្ដីទាំងអស់នេះ10ប្រការនេះឈ្មោះថាកថាវត្ថុពាក្យដែលគួរពោលរបស់ភិក្ខុនិងភិក្ខុសាមណេរនិងសាមណេរសាមណេរនិងភិក្ខុឬក៏ហៅថាសពរសជនដែលលោកគួរពោលគួរនិយាយហើយទៀតសម្ដី10ប្រការនេះឈ្មោះថាជាសម្ដីសបាយផ្ទុយទៅវិញជាសម្ដីនឹងអសបាយជាសម្ដីមិនគួរពោលទេហើយសម្ដី10យ៉ាងនេះគឺនាំមកកើតនៅឯកកតាបានទៀតណាដកសម្ដី10ប្រការនេះចេញហើយគឺថាចិត្តនឹងរីមាយហើយទៀតគឺណាសូមប៉ុណ្ណឹងសិន